ជំរាបសួរនាងខ្ញុំឈ្មោះស៊ូផាលីនជានិស្សិតចំនួនទី13នៃមជ្ឈមណ្ឌល Career Software HRD ដោយតែលោកអ្នកបានដឹងស្រាប់ហើយថាបច្ចុប្បន្ននេះបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងហើយដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននេះមជ្ឈមណ្ឌល Career Software HRD មានចក្ខុវិស័យក្នុងការកែប្រែប្រព័ន្ធអប់រំទៅជាបែប Digital ទាំងអស់ក្នុងនោះរួមមានការគ្រប់គ្រងវត្តមានរបស់សិស្សនិងបុគ្គលិកការគ្រប់គ្រងសំណើស្នើសុំការឈប់សម្រាកនិងសុំថែមម៉ោងជាដើមអ្នកទាំងអស់គ្នាទោះបីជាការប្រើប្រាស់ម៉ាស៊ីនស្កេនដៃមានភាពងាយស្រួលក៏ពិតមែនប៉ុន្តែសារសម័យមើលចុះបើសិនជាម៉ាស៊ីនមានបញ្ហាឬមួយក៏សិស្សមកជន់មកគ្នាច្រើនអ្នកអញ្ចឹងវាប្រកាសជាមានភាពយឺតយ៉ាវដល់សិស្សជាក់ជាមិនខានមួយវិញទៀតចំពោះការថែមម៉ោងនិងសុំច្បាប់សិស្សប្រកាសជាត្រូវការទៅសេកដាសុំច្បាប់និងថែមម៉ោងដែលផ្ទាល់ទេត្រូវអត់ចុះបើសិនជាករណីដែលពួកគាត់មានការងារបន្ទាន់អញ្ចឹងគួរធ្វើមកយើតែឥឡូវហ្នឹងបញ្ហាត្រូវបានដោះស្រាយហើយដោយសារតែ ODA Mobile App គឺត្រូវបានបង្កើតឡើងថ្ងៃនេះខ្ញុំនឹងមកណែនាំមុខងារសំខាន់ៗនៅក្នុង ODA Mobile App ដែលជួយសម្រួលទៅដល់ការងាររដ្ឋបាលដូចជាការកត់ត្រាវត្តមានការសុំច្បាប់និងការថែមម៉ោងដែលនឹងត្រូវបានផ្លាស់ប្ដូរមកជាបែប Digital ទាំងអស់មុខងារទី1មុខងារកត់ត្រាវត្តមានជំនួសឲ្យការប្រើប្រាស់ម៉ាស៊ីនស្កេនដៃរាល់ម៉ោងចូលនិងចេញត្រូវបានកត់ត្រាដោយផ្ទាល់នៅក្នុង ODA Mobile App ដែលគ្រាន់តែអូសទៅលើប៊ូតុន Check In និង Check Out ឈប់ចុះបើសិនជាសិស្ស Check In មកពីផ្ទះមិនទៅកុំបារម្ភជាមួយនឹង ODA មានមុខងារតាមដានទីតាំងលុះត្រាតែសិស្សមកដល់ទីតាំងសាលាទើបពួកគាត់អាចប្រើប្រាស់មុខងារនេះបានដូច្នេះសាលាចំណេញមួយផ្នែកទៅលើការទិញម៉ាស៊ីនស្កេនដៃនិងជួសជុលមុខងារទី2មុខងារសុំច្បាប់សិស្សលែងលំបាកទៅសរសេរក្រដាសសុំច្បាប់ដែលផ្ទាល់ទៀតហើយជាពិសេសករណីដែលសិស្សមានការងារបន្ទាន់ត្រូវធ្វើដោយមុខងារសុំច្បាប់អនុញ្ញាតឲ្យសិស្សអាចធ្វើការបំពេញទម្រង់បែបបទសុំច្បាប់បានយ៉ាងមានភាពងាយស្រួលនៅក្នុង ODA Mobile App ហើយរាល់ការសុំច្បាប់នឹងត្រូវបានជូនដំណឹងទៅកាន់ Admin ដូច្នេះ Admin អាចធ្វើការអនុញ្ញាតនិងបដិសេធសំណើរបស់សិស្សបានមុខងារចុងក្រោយមុខងារថែមម៉ោងមុខងារថែមម៉ោងគឺជាមុខងារមួយដែលមានភាពងាយស្រួលខ្លាំងមែនទែនសម្រាប់សិស្សក្នុងការស្នើសុំថែមម៉ោងក្នុងករណីចាំបាច់ឬបង្ហាញការងារបន្ទាន់ណាមួយដោយសិស្សអាចធ្វើការចូលទៅកាន់ Option Request Overtime ដែលមាននៅក្នុង ODA Mobile App រួចធ្វើការបំពេញព័ត៌មានមួយចំនួនរួចធ្វើការ Apply ជាការស្រេចហើយសិស្សក៏មិនចាំបាច់បារម្ភអំពីការអនុញ្ញាតនិងបដិសេធពី Admin នោះទេរាល់ការអនុញ្ញាតនិងបដិសេធពី Admin នឹងមានសារជូនដំណឹងត្រឡប់មកវិញចាប់ផ្ដើមប្រើប្រាស់ ODA ថ្ងៃនេះដើម្បីទទួលបានបទពិសោធន៍ដ៏ឆ្លាតវៃនិងប្រសើរជាងមុននាងខ្ញុំស៊ូផាលីនសូមអរគុណសូមជម្រាបលា